បាទសូមអនុញ្ញាតគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែនិយមគាំទ្រតាមដាននៅវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំបាននាំយកឡានព្រុសមួយគ្រឿងទៀតហើយចង់មកបង្ហាញបងប្អូនឡានព្រុសនេះដែរគឺជាឡានព្រុសដែលផលិតនៅឆ្នាំ2010 Option 2យើងបានឡើង Option 3រួចរាល់ហើយឡាននេះដែរគឺជាប្រភេទឡានពណ៌កណ្ដុរប្រមេះដែលជាពណ៌ពេញនិយមនៅក្នុងស្រុកខ្មែរយើងបើសិនជាបងប្អូនពេញចិត្តនៅស្រឡាញ់នៅឡានប្រភេទនេះសូមបងប្អូនធ្វើការទំនាក់ទំនងមកខ្ញុំផ្ទាល់តាមរយៈលេខទូរស័ព្ទក៏ដូចជា Telegram របស់ខ្ញុំផ្ទាល់ដែលមានលេខ087 6 ដើមនិង924សម្រាប់បងប្អូនដែលចង់ទិញដាច់ឬបងរំលោះយើងមានទាំងពីរលក្ខខណ្ឌដូចជាបងប្អូនចង់ទិញដាច់ឬមួយបងរំលោះខាងយើងមានការបងរំលោះជាមួយនឹងឃ្លាំងហើយនឹងធនាគារផងដែរសម្រាប់បងប្អូនដែលបងរំលោះជាមួយនឹងធនាគារបងប្អូនមិនបាច់មានលុយចូលរួមសិក្សាឡើយបងប្អូនគ្រាន់តែមានអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារថតចម្លងតែប៉ុណ្ណោះសម្រាប់បងប្អូនដែលចង់បងរំលោះជាមួយនឹងឃ្លាំងវិញបងប្អូនមិនចង់សិក្សាប្រើពេលវេលាវែងឆ្ងាយបងប្អូនអាចធ្វើការសិក្សាបងរំលោះជាមួយនឹងឃ្លាំងបងប្អូនគ្រាន់តែមានលុយចូលរួម 30% នៃតម្លៃឡានមួយនេះបងប្អូននឹងអាចដកយកឡានទៅប្រើប្រាស់បានភ្លាមៗតែម្ដងបងប្អូនគ្រាន់តែកាន់តែអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារថតចម្លងសម្រាប់បងប្អូនដែលមានបំណងចង់បងរំលោះឡានជាមួយនឹងឃ្លាំងយើងខ្ញុំបងប្អូនមិនបាច់សិក្សាពីមុខរបរពីការងារអ្វីឡើយមិនថាបងប្អូនធ្វើការងាររោងចក្រធ្វើការងារសំណង់ការងារក្រុមហ៊ុនការងារឯកជនតូចធំមិនថាបងប្អូនធ្វើការងាររាជការឬបងប្អូនដែលរកស៊ីប្រកបអាជីវកម្មមិនថាអាជីវកម្មខ្នាតតូចអាជីវកម្មខ្នាតធំបងប្អូនអាចធ្វើការសិក្សាបងរំលោះបានដូចគ្នា25រាជធានីខេត្តក្រុងបើសិនជាបងប្អូនស្រឡាញ់ឡានប្រភេទនេះក៏ដូចជាឡានប្រភេទផ្សេងទៀតខាងឃ្លាំងយើងខ្ញុំមានឡានច្រើនជម្រើសច្រើនប្រភេទសម្រាប់បងប្អូនជ្រើសរើសមិនថាឡានលក្ខណៈគ្រួសារឡានលក្ខណៈអាជីវកម្មយើងអាចធ្វើការសិក្សាបងរំលោះបានដូចគ្នានៅពេលនេះសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូខាងក្រោយជាបន្តទៀត